សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនអ្នករៀន IT ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយពីវិធីដែលយើងបិទកុំឲ្យវាលោតប្រតិ view បែបនេះបងប្អូនឃើញអញ្ចឹងគឺរាល់ពេលដែលយើងបើក file Word Excel មួយវាច្រើនគឺ user គាត់បើក file Word Excel អញ្ចឹងវាតែតែជាប់បែបនេះអញ្ចឹងពេលដែលជាប់បែបហ្នឹងយើងត្រូវចុច edit enable editing ម្ដងទៀតបានយើងអាចចូលទៅកែឯកសារនឹងបានអញ្ចឹងណាអញ្ចឹងដំណោះស្រាយគឺងាយទេយើងទី1យើងបើក file យើងបើក Word មកឬមួយក៏ Excel ក៏បានដែរយើងបើក Word Excel មកបន្ទាប់មកយើងទៅ option រួចយើងមកកន្លែង Trace Center ហើយយើងមក Trace Center Setting ហើយបន្ទាប់មកទៀតយើងមកកន្លែង Protect View អញ្ចឹងកន្លែងនេះខ្ញុំបានដោះរួចហើយតែពិតជា default បើសិនជាវាជាប់បែបហ្នឹងគឺវាត្រូវជាប់ tick បែបនេះអញ្ចឹងយើងដោះ tick វាចេញឲ្យអស់មកហើយយើងចុច OK ទៅវា OK ទៀតមកយើងបិទឯកសារហ្នឹងមួយមកអញ្ចឹងយើងបើកលើកក្រោយមិនថា Word ថា Excel ទេយើងចូលទៅ make sure នៅក្នុង Excel មួយទៀតមកអញ្ចឹងយើងមក option យើងមក Trace Center យើងមក Trace Center Setting ហើយ Protect View អូខេនេះបែបនេះដោយសារយើងអត់ទាន់បានដោះអញ្ចឹងយើងដោះវាចេញឲ្យអស់មកអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងមកអញ្ចឹងរាល់ឯកសារពេលក្រោយយើងបើកមកទៀតវានឹងលែងចេញបែបនេះទៀតហើយអញ្ចឹងនៅក្នុងថ្ងៃនេះវីដេអូខ្ញុំខ្លីទេមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាជួយ subscribe និងជួយ like មួយផងមិនថា TikTok មិនថានៅក្នុង YouTube អរគុណច្រើន